មិនពិតខ្ញុំមិនជឿទេលោកអរុនរៀបការជាមួយកសជាង1ឆ្នាំហើយលោកស្រីកុំមកនិយាយផ្ដេសផ្ដាសឯងមិនជឿហ៎ឯងបើកភ្នែកធំធំមើលกระดาษមួយស្លឹកនេះទៅមើលទៅមិនក៏ទៅជាអញ្ចឹងហេតុអីក៏ខ្លាចទៅជាបែបនេះយ៉ាងមិនហើយនាងកេសរអូយនាងអាក្រក់ណាស់នាងឯងអូយរឿងបាបប្រកម្មស្នេហ៍នៅផ្ទះកាត់ដេរកេសរអើយឲ្យរបស់ពូដេករួចហើយនៅពូមកយកហើយណាអូរួចហើយពូចាំតិចសិនណាពូនេះអាយរបស់ពូហើយអស់ប្រមាណដែរក្មួយអស់1500ហើយនេះប្រាក់នៅក្មួយចាអរគុណពូពូទៅសើមេនាងឯងហើយបានប្តីជាអ្នកមានធ្វើដល់ប្រឡាត់ស្រុកទៅហើយនៅតែកាត់ដេរខោអាវទៀតនិងបើជាស្រីផ្សេងវិញប្រហែលជាឈប់ធ្វើការរកស៊ីហើយដេកចាំស៊ីចាយប្រាក់ខែប្តីបាត់ទៅហើយខ្ញុំធ្វើដូចគេមិនកើតទេពូជាមនុស្សស្រីត្រូវតែឯករាជ្យម្ចាស់ការលើខ្លួនឯងមិនត្រូវពឹងលើកម្លាំងប្តីទាំងស្រុងទេណាពូហើយនេះលោកប្រឡាត់ប្តីឯងមិនទាន់មកពីធ្វើការទេអីចាស់ពូថ្ងៃនេះគាត់មានការរវល់នៅឯរាជធានីប្រហែលជាល្ងាចទៅគាត់មកវិញមួយរយៈនេះប្តីរបស់ខ្ញុំមិនមានញឹកខ្លាំងណាស់មកដល់ផ្ទះយប់សឹងតរាល់ថ្ងៃហ្នឹងណាពូបើអញ្ចឹងពូលាសិនហើយណាក្មួយចាស់ពូចានៅរាជធានីផ្ទះលោកស្រីវិល័យមកលេងផ្ទះមិនបានកន្លះថ្ងៃផងនេះបងប្រុងតាណាហើយហាបងក៏ចង់នៅជាមួយអូនឲ្យបានយូរដែរតែធ្វើម៉េចបើការងារមកមីញឹកខ្លាំងចាំមើលមួយរយៈទៀតទៅបងដាក់ច្បាប់ឈប់សម្រាកឲ្យបានយូរថ្ងៃបន្តិចចាំបងនាំអូនទៅដើរលេងឲ្យបានសប្បាយចិត្តបើរវល់ធ្វើការខ្ញុំមិនថាអីទេតែកុំយកពេលធ្វើការតែពាក់ព័ន្ធជាមួយស្រីណាឲ្យសោះតែខ្ញុំចាប់បានណាកុំថាខ្ញុំកាចវិល័យមិនក៏អូននិយាយបែបនេះបងឯណាទៅមានចិត្តក្បត់ប្រពន្ធនោះនៅលើលោកនេះប្រុសស្មោះអស់ត្រឹមបងនឹងហើយអូនអើយបងប្រញាប់បន្តិចហើយណាខ្លាចខកជើងទូកដអូននៅផ្ទះថែរក្សាខ្លួនផងណាបងទៅហើយចាប្រយ័ត្នប្រយែងផងអាចារ្យអើយអាចារ្យឯងនៅត្រង់ណាចូលមករកយើងមកផ្លែតមកបងអរុនថ្ងៃនេះមិនក៏ល្ងាចម្លែកបងនេះបងរវល់ខ្លាំងណាស់មែនទេត្រូវហើយអូនបងមានការប្រជុំនៅរាជធានីទើបតែមកដល់មុននេះសំណាងហើយដែលមិនខកជើងទូកដនោះកុំអីយប់ជ្រៅមិនខានទេអូនអើយថ្ងៃនេះប្តីរបស់អូនពិតជាហត់ខ្លាំងហើយអញ្ចឹងបងទៅងូតទឹកសិនទៅចាំអូនរៀបចំបាយឲ្យបងហូបណាបងទៅក៏បានដែរតែមុននឹងទៅឲ្យបងសុំថើបមកខ្សើតសិនមកណាប្រពន្ធសម្លាញ់បងអរុននេះបងពិតជាខូចមែនឆាប់ទៅងូតទឹកសិនទៅងូតទឹកសិនទៅបងណាស្អែកឡើងអាប្តីចង្រៃអាប្តីថោកទាបយើងស្មានមកដល់សោះថាប្តីរបស់យើងអាក្រក់ដល់ម្លឹងខ្ញុំស៊ើបដឹងមកទៀតថាលោកប្រុសបានរៀបការជាមួយនាងនោះជាង1ឆ្នាំហើយណាលោកស្រីរៀបការជាង1ឆ្នាំយើងជាប្រពន្ធពេញច្បាប់ល្ងងអត់ដឹងអីសោះយើងចេះតែសង្ស័យដែរមិនក៏អាតប៉ិហ្នឹងមកដល់ផ្ទះមិនបានមួយថ្ងៃផងចេះតែប្រញាប់ទៅវិញការប៉ັດគឺអញ្ចឹងសោះតាមតែចិត្តក្តៅណាយើងចង់តែទៅចាត់ការវាឥឡូវនេះទេលោកស្រីកុំអាលឆេវឆាវណាលោកស្រីមិនឲ្យយើងឆេវឆាវយ៉ាងម៉េចវាដេកអោបប្តីរបស់យើងជាង1ឆ្នាំទៅហើយរឿងនេះខ្ញុំមិនចង់លូកមាត់ទេប៉ុន្តែទះដៃម្ខាងអត់លឺទេណាលោកស្រីបានហើយឯងកុំចេះលូកមាត់អ្នកណាធ្វើឲ្យយើងឈឺវាត្រូវតែឈឺលើសយើងរាប់ពាន់ដងស្រីចង្រៃអញកុំសង្ឃឹមថាបានសុខស្អែកឡើងបងយកទឹកត្នោតផ្អែមមកឲ្យណាកេសរយកទៅអូនខ្ញុំកំពុងតែនឹកចង់ផឹកទឹកត្នោតផ្អែមផងអរគុណហើយណាបងមិនអីទេហើយនាងលោកប្រឡាត់ប្តីកេសរទៅធ្វើការហើយហ៎ចាបងគាត់ទៅតែចាញ់ទៅមុននេះដែរទេបើអញ្ចឹងបងគិតលាទៅវិញហើយនៅសាសងជាមួយប្រពន្ធគេយូរមិនកើតទេវប្តីគេមកតន់គេថាអញ្ចេះអញ្ចោះទៀតកុំចេះតែថាពេកបងអរុនប្តីខ្ញុំចិត្តតលេងណាគាត់មិនចេះតែប្រច័ណ្ឌប្តីផ្ដាស់ទេមិនចាំបាច់ភ័យទេណា
អត់ត្រូវហើយបងនេះបងមានលក់ស្ករត្នោតទេបើមានបងយកមកលក់ឲ្យខ្ញុំ1គីឡូផង អូមានតាចាំបងទំនេរដៃបន្តិចបងយកមកឲ្យបងទៅវិញហើយណា ចាស់បងអរគុណហើយណាបងណាគឺនាងមែនទេឈ្មោះកេសរចាស់ត្រូវហើយលោកស្រីនិយាយមកកាត់ខោអាវមែនទេខ្ញុំមានការនិយាយជាមួយនាងឆាប់ចូលទៅក្នុងផ្ទះទៅអូយស្រីចង្រៃឯងស្លាប់ទៅស្លាប់ទៅលោកស្រីយ៉ាងម៉េចហ្នឹងខ្ញុំបានតែធ្វើអីលោកស្រីមិនក៏លោកស្រីមកវាយខ្ញុំចឹងអូយយកប្តីយើងមកដេកអោបរាល់ថ្ងៃហើយនាងឯងប្រហើននៅហ៊ានសួរយើងទៀតស្រីថោកទាបនេះណែអូយលោកស្រីនិយាយផ្ដេសផ្ដាស់ស្អីហ្នឹងខ្ញុំទៅយកប្តីលោកស្រីពីងកាលលោកស្រីយកច្រឡំឲ្យតែដឹងអូយកច្រឡំហ៎នាងឯងបាក់តាជាស្ដាប់ឲ្យច្បាស់យើងឈ្មោះវិល័យត្រូវជាប្រពន្ធរបស់អាឡាត់អារុនគាត់រៀបការជាមួយយើង75ឆ្នាំហើយយើងគឺជាប្រពន្ធពេញច្បាប់របស់គាត់នាងឯងស្ដាប់ឮទេយើងជាប្រពន្ធរបស់គាត់មិនប៉ិតទេខ្ញុំមិនជឿទេនាងមិនជឿហ៎នេះណែនេះអូយក េសរបងយកស្ករត្នោតមកឲ្យអេនេះមានរឿងអីអញ្ចឹងលោកស្រីមកធ្វើអីកេសរហ្នឹង បងវណ្ណារាបងអូយមិនមែនជារឿងរបស់ឯងទេឆាប់ថយចេញទៅថយចេញ ណែលោកស្រីហើយលោកស្រីចេតនាមកពីណាលោកស្រីអាំងស្អីបានជាមកវាយធ្វើបាបកេសរដល់ផ្ទះមានក្រាញ់រឯងច្បាប់បន្តិចទេ បើឯងចង់ដឹងយើងឆ្លើយប្រាប់ឯងម្ដងមួយសំណួរយើងជាប្រពន្ធរបស់បាឡាត់អារុនហេតុអីក៏យើងវាយនាងហ៎ព្រោះស្រីចង្រៃនេះវាយកប្តីយើង មិនពិតខ្ញុំមិនជឿទេលោកអរុនរៀបការជាមួយកេសរជាង1ឆ្នាំហើយលោកស្រីកុំមកនិយាយផ្ដេសផ្ដាស់ ឯងមិនជឿហ៎ឯងបើកភ្នែកធំមើលกระดาษមួយស្លឹកនេះទៅមើលទៅមិនក៏តែជាអញ្ចឹងហេតុអីក៏ខ្លាចទៅជាបែបនេះ លោកអរុនខ្លួនមានប្រពន្ធហើយនៅមកបោកប្រាស់កេសរទៀតពិតជាថោកទាបណាស់កេសរមិនបានដឹងរឿងនេះទេដូច្នេះនាងជាជនរងគ្រោះលោកស្រីមិនត្រូវមកវាយធ្វើបាបនាងអញ្ចឹងទេភាសាមនុស្សនិយាយស្ដាប់គ្នាបានតាមិនក៏ចាំបាច់ប្រើដៃប្រើជើង មិនមែនជារឿងរបស់ឯងទេឯងក៏មកចេះលូកមាត់នាងកៃសនាងស្ដាប់ឲ្យច្បាស់យើងទុកឱកាសឲ្យនាង3ថ្ងៃបញ្ញាប់បញ្ចប់តំណែងតំណងជាមួយប្តីយើងបើនាងនៅតែរឹងក្បាលកុំថាយើងកាចឲ្យសោះលើកក្រោយយើងមិនបធូរដៃឲ្យទេវើយតាអាចាក់ទៅវិញបងវណ្ណារាខ្ញុំចិត្តឈួតហើយបង មិនអីទេណាកេសរធ្វើចិត្តឲ្យស្រួលបួលសិនទៅ បងឲ្យខ្ញុំធ្វើយ៉ាងម៉េចបានតែសុកខ្ញុំមានឈ្មោះជាស្រីយកប្តីគេខ្ញុំខ្មាស់គេណាស់បងខ្ញុំចង់ទៅរត់ឲ្យផុតពីលោកនេះទេ កេសរកុំចឹងអីអូននៅកណ្ដាលផ្សារអ្នកណាស្មានដល់ទៅថាលោកប្រឡាត់នោះអាក្រក់ដោះម្លឹងមានប្រពន្ធហើយនៅដើរបោកប្រាស់គេទៀតប្រុសមួយចំនួនគឺអញ្ចឹងមែនណានាងសួយ ចុះពេលនេះកែសយ៉ាងម៉េចទៅហើយពូ ប្រហែលជាខ្មាស់គេខ្លាំងពេកគ្នាប្រមូលអីវ៉ាន់រត់ទៅបាត់ហើយពេលនេះមិនដឹងជាទៅដល់ណាដល់ណីហើយទេនាងកេសរអើយម៉ែឪបងប្អូនក៏គ្មានតើគ្នាទៅពឹងពាក់អ្នកណាទៅ អ្នកខ្លះដឹងរឿងនេះហើយក៏យកទៅដើរនិយាយដើមនិនទាពេបជ្រាកេសពេញភូមិខ្ញុំមិនសាច់មិនយំទេរឿងបែបនេះតតប៉ះលើទ្រង់ខ្លួនឯងទៅយល់ ត្រូវហើយក្មួយហើយអូនឯងកាត់ឈួតស្អីមិនក៏ទៅរករឿងកេសរ យ៉ាងម៉េចស្រីចង្រៃនោះវាទទួលពិតបងហ៎ ទូលពិតស្អីព្រោះតែអូនឯងនាងរត់បាត់ទៅហើយអូនឯងនេះសាហាវខ្លាំងណាស់ ប៉ណ្ណឹងនៅស្ទើរទេខ្ញុំសាហាវមិនដល់បងទេឲ្យតែធ្វើការនៅស្រុកនោះបែរជាទៅលួចមានប្រពន្ធចុងលួចរៀបការស្ងាត់ទៀតបងឯងនេះថោកទាបណាស់អាប្តីចាំមកស៊ីត ណែវិល័យកុំមកជេរបងណាប្រយ័ត្នបងទ្រាំមិនបាន ហ៎ទ្រាំមិនបានចង់ធ្វើស្អីខ្ញុំចង់វាយខ្ញុំហ៎វាយមកតែបងកុំភ្លេចថាខ្ញុំមានអង្គរៈប្រមាណនេះបើវាឃើញបងវាយចវាយរបស់វាតើពួកវាឲ្យបងរួចខ្លួនដែរទេ អូនឯងសាហាវយ៉ាងនេះបងរស់នៅជាមួយតទៅទៀតមិនកើតទេបងចង់លេងលះ
ស្អែកនេះទៅផ្ដិតមេដៃលេងលះឲ្យបង មានអីបានតែបងកុំសង្ឃឹមថាបានស្អីឲ្យសោះបងឯងមកខ្លួនតទេទៅវិញក៏ខ្លួនតទេដដែលហ្នឹងខ្ញុំក៏ចង់ដឹងដែរបើបងធ្លាក់ខ្លួនក្ររហាមគ្មានស្អីសោះតើស្រីណាវាយកភ្នែកមើលបងទៀត វិល័យអូនឯងនេះពឹសពុលណាស់ហើយនៅផ្ទះសវណ្ណារា ខ្ញុំមិនរំខានបងយូរទេខ្ញុំសូមស្នាក់អាស្រ័យនៅទីនេះត្រឹមតែមួយអាទិត្យក្រោយប៉ុណ្ណោះ មិនអីទេកេសរកុំគិតច្រើនអូនចង់នៅដល់ថ្ងៃណាក៏បានដែររស់នៅឲ្យសុបាយចិត្តចុះ សប្បាយចិត្តមិនកើតទេបងអើយពេលនេះអ្នកភូមិគេសាយគេយំខ្ញុំគេមើលលើមើលក្រោមប្រហែលជាខ្ញុំថោកទាបដូចជាគេនិយាយមែនហើយបងខ្ញុំស្អប់ខ្លួនអញណាស់ កេសរកុំគិតអញ្ចឹងមើលមិនមែនមនុស្សមួយភូមិសុទ្ធតែសាយយំកេសរទាំងអស់ទេអ្នកខ្លាំងគេមានតែអាណិតអូនដែលមកជួបរឿងអកុសលបែបនេះបងសុំសួរបន្តិចចុះនេះអូនមិនចង់ជួបនិយាយជាមួយលោកប្រឡាត់បន្តិចទេហ៎ អត់ទេខ្ញុំស្អប់គេណាស់ក្តីស្រឡាញ់ដែលខ្ញុំមានចំពោះគេទាំងប៉ុន្មានវាប្រែក្លាយជាចិត្តខឹងស្អប់អស់ទៅហើយបើគេសួររកខ្ញុំបងក៏ប្រាប់គេថាខ្ញុំនៅទីនេះណាបងណា ហ្នឹងហើយបងមិនប្រាប់ទេ ចាអរគុណហើយបង វណ្ណារាឈប់សិនវណ្ណារាខ្ញុំសុំសួរបន្តិចវណ្ណារាមានឃើញកេសរដែរទេអូមិនឃើញទេតែបើខ្ញុំឃើញក៏ខ្ញុំប្រាប់លោកដែរវណ្ណារាហើយឯងយ៉ាងម៉េចហ្នឹងមិនក៏ធ្វើរឹកពីដូចជាខឹងសម្បាននឹងខ្ញុំអញ្ចឹងត្រូវហើយខ្ញុំមិនត្រឹមតែខឹងលោកទេខ្ញុំស្អប់លោកខ្លាំងទៀតផងមនុស្សប្រុសស្អីខ្លួនមានប្រពន្ធហើយនៅដើរបោកប្រាស់គេទៀតបង្ខូចអនាគតស្រីម្នាក់ដែលគ្នាមិនដឹងអីលោកមានដឹងទេថាប្រពន្ធលោកវាយធ្វើបាបកេសរយ៉ាងម៉េចខ្លះកុំតែខ្ញុំចូលទៅទាន់កុំអីកេសរស្លាប់បាត់ទៅហើយលោកហើយនឹងប្រពន្ធលោកជាមនុស្សអាក្រក់ដូចគ្នាមិនអញ្ចឹងក៏រស់នៅជាមួយគ្នាមិនកើតដែរបើលោកនៅមានភាពជាមនុស្សខ្លះដោះលែងកេសរទៅកុំតាមរញ៉េរញ៉ៃជាមួយកេសរទៀតខ្ញុំលាសិនហើយវណ្ណារាឈប់សិនវណ្ណារាអាចង្រៃយកមកឌីលក្បាលយើងតលតែបានអើយមិនដឹងថានាងនោះរត់ទៅដល់ណាទេពេលនេះលោកប្រុសកំពុងតែតាមរកវាហើយ ប្តីចាំមកសៀតប៉ុណ្ណឹងហើយនៅហ៊ានមករកវាទៀតស្រឡាញ់វាខ្លាំងណាស់មែនទេអាចឯងប្រញាប់ទៅត្រៀមទូកហើយចាញ់ជាមួយនឹងយើងឥឡូវនេះ តែមេឃរកភ្លៀងទៅហើយហ្នឹងចាំស្អែកតែម្ដងទៅហីលោកស្រី មិនបានយើងជាមនុស្សចិត្តក្តៅចង់ធ្វើអីធ្វើភ្លាមឆាប់តែត្រៀមទូកទៅ បាទលោកស្រីកេសរបងទៅស្រែមួយផ្លែតកេសរជួយមើលផ្ទះឲ្យបងផងណា តែមិនភ្លៀងទៅហើយនឹងបងចាំស្អែកចាំទៅមិនបានទេអី ព្រឹកមិញបងទុកស្រូវពូជនៅកណ្ដាលស្រែភ្លេចយកមកផ្ទះបងប្រញាប់ទៅយកមកផ្លែតសិន ចាមិនអីទេបងប្រញាប់ទៅចាស់ បងទៅហើយណា ប្រយ័ត្នប្រយែងផងណាបងវណ្ណារាឧស្សាហ៍ដល់ហើយឡើងថ្នោតហើយឆ្លៀតទៅធ្វើស្រែទៀតអនាគតទេច្បាស់ជាមិនក្រទេស្រីណាបានកូនច្បាស់ជាសំណាងល្អហើយកាលនោះខ្ញុំមិនគួរណារៀបការចាស់គាត់សោះហើយខ្ញុំទៅរកបោះផ្ទះឲ្យគាត់សិន កេសរមិនក៏អូនមកនៅទីនេះហេតុអីក៏រត់ចោលបង លោកមកទីនេះយ៉ាងម៉េចបានអ្នកណាប្រាប់ថាខ្ញុំនៅទីនេះ អ្នកណាប្រាប់វាមិនសំខាន់ទេត្រឡប់ទៅផ្ទះវិញជាមួយបងទៅអូន អត់ទេផ្ទះនោះមិនមែនជាផ្ទះរបស់ខ្ញុំទេលោកគឺជាអ្នកទិញវាជារបស់លោកត្រឡប់ទៅវិញទៅ មិនក៏ហៅបងថាលោកអញ្ចឹងកេសរមិនក៏ធ្វើអញ្ចឹងដាក់បង លោកឈរនៅត្រង់ហ្នឹងហើយកុំចូលមកចិត្តខ្ញុំលោកនឹងប្រពន្ធរបស់លោកធ្វើឲ្យខ្ញុំឈឺចាប់គ្រប់គ្រាន់ហើយកុំមករញ៉េរញ៉ៃជាមួយខ្ញុំទៀតចង់ព្រាត់ប្រាសទៅណាក៏ទៅចាញ់ទៅ កេសរឲ្យបងសុំទោសបងពិតជាសុំទោសមែនណាអូនបងគ្មានចេតនាឲ្យកើតរឿងអញ្ចឹងទេបើបងប្រាប់កេសរតាមត្រង់ធ្វើមិនកេសរព្រមស្រឡាញ់បងអភ័យទោសឲ្យបងម្ដងទៅណាអូនណា លែងខ្ញុំទេប្រាប់ថាឲ្យលែង បងមិនលេងទេទាល់តែកេសរព្រមទៅវិញជាមួយបងទៅបងលេងលើកលែងឲ្យបងផងទៅបងស្រឡាញ់អូនណាអូនណា ស្រឡាញ់វាពិតមែនទេ វិល័យ
ប៉ុណ្ណឹងហើយនៃស្កាត់មកជួបវាទៀតនាងនេះវាដាក់ស្នេហ៍បងប្រមាណកន្លះរវាងខ្ញុំនិងប្តីនាងបានចាប់គ្នាហើយកុំមករញ៉េរញ៉ៃជាមួយខ្ញុំទៀតលើកនេះខ្ញុំមិនព្រមឲ្យនាងធ្វើបាបខ្ញុំទៀតទេយើសម្ដីក្រនបានណានាងឯងនេះយើងមកតន់កំពុងតែអោបគ្នាហើយឯងមកប្រកែកថាមិនពាក់ព័ន្ធគ្នាទៀតថ្ងៃនេះយើងនឹងសម្លាប់ឯងត្រូវតែស្លាប់ វិល័យអូនឯងធ្វើឈួតស្អីហ្នឹងកុំផ្ដេសផ្ដាស់ណាឆាប់ដាក់ក្បិតចុះទៅ អាចារ្យឯងចូលទៅចាប់លោកប្រុសឯងឲ្យជាប់ទុកឲ្យយើងសម្លាប់នាងកេសរដល់ផ្ទាល់ដៃរបស់យើង អត់ទេវិល័យអាចលេងយើងទៅលេង នាងកេសរនាងឯងស្លាប់ទៅអត់ទេកុំណាកុំអូយយ៉ាងម៉េចហើយនាងកេសរអូយនាងអាក្រក់ណាស់នាងឯងអូយក េសរយ៉ាងម៉េចទៅហើយកេសរនាងលោកស្រីចិត្តខ្មៅកេសរទៅធ្វើស្អីនាងមិនក៏នាងសាហាវយ៉ាងនេះយើងនឹងទៅប្តឹងកងអង្គរៈអូសកនាងឯងចូលគុកឲ្យបានលោកស្រីបញ្ញាប់ចាញ់ពីទីនេះសិនតើលោកស្រីឲ្យឆាប់ឡើងទៅលោកស្រី សំមុខនាងឯងហើយក េសរយ៉ាងម៉េចទៅហើយអូនកុំកាត់អីឲ្យសោះណាកេសរ ខ្ញុំចុកណាស់អូយក ុំអាលតន់និយាយចាំបងនាំអូនទៅមន្ទីរពេទ្យកេសរទ្រាំសិនទៅណាទ្រាំសិនទៅអូននៅកណ្ដាលទន្លេ មិនក៏ខ្ចោះខ្លាំងម្ល៉េះអាចារ្យអើយមិនក៏រលឹមទៀតឯងបើកទុកឲ្យលឿនជាងនេះបន្តិចទៅ ខ្ញុំថាមេឃនេះទំនងជាមានព្យុះហើយណាលោកស្រីឃ្លៀងធ្លាក់ឲ្យលោកស្រីប្រយ័ត្នផងតោងទុកឲ្យជាប់ អាចារ្យរលកធំណាស់វើយអូយមិនមកទេអាចារ្យអើយ លោកស្រីតោងទុកឲ្យជាប់លោកស្រី អាចារ្យយើងធ្លាក់ទឹកហើយជួយយើងផងអាចារ្យអើយ ដោយអំណាចនៃព្យុះបោកបក់ទូកមួយនោះក៏លិចលង់ទៅក្នុងទឹកទន្លេលោកស្រីវិល័យនិងនាយចក្រក៏ដល់នៅក្តីមរណាក្នុងគ្រានោះមួយខែកន្លងផុតទៅក្រោយភ្លៀងមេឃក៏ស្រឡះហើយនេះកេសរនៅឈឺមុខរបួសទៀតទេ ចាបងខ្ញុំបានធ្វើច្រើនហើយមួយរយៈទៀតខ្ញុំអាចបើកកាត់ដេរវិញបានហើយអរគុណបងណាដែលតែងតែនៅក្បែរខ្ញុំគ្មានអ្វីសងគុណបងទេ មិនអីទេឲ្យតែកេសរបានសុខបងសប្បាយចិត្តណាស់ទៅហើយត្រូវហើយនិយាយអញ្ចឹងលោកប្រឡាត់ត្រឡប់ទៅរាជធានីហើយមែនទេ លើថាគាត់ផ្ទេរទៅធ្វើការនៅរាជធានីវិញហើយក្រោយពេលប្រពន្ធគាត់ស្លាប់ទៅគាត់ប្រហែលជាទទួលបានមេរៀនច្រើនព្រោះតែតណ្ហាធ្វើឲ្យមនុស្សយល់ខុសថាត្រូវសាងបាបកម្មបំផ្លាញគ្នាដោយមិនញញើតដៃ ត្រឹមត្រូវហើយអូនតោះកេសរបងដាំបបរឆ្អិនហើយបញ្ញាប់ទៅហូបបបរសិនទៅអូននឹងអាលបានលេបថ្នាំ ចាបងចា តម្លៃអប់រំការស្រឡាញ់ហួងហែងការជាប់ជំពាក់ការប្រកាន់ថាជារបស់អញខឹងខ្នាញ់ស្រឡាញ់ស្អប់សុទ្ធតែជាបច្ច័យនាំឲ្យមនុស្សសាងបាបកម្មដោយមិនញញើតដៃសាព្រោះពូជណាផ្លែផ្កាពូជនោះ ខ្ញុំនឹងប្តីពិតជាចង់ឆៃសាច់ដៅណាស់ អ្នកថាម៉េចអ្នកមានប្តីហ៎តើគេជានរណាទៅ ខ្ញុំនិយាយការពិតចោះខ្ញុំមិនស្រឡាញ់ប្តីល្ងងប្តីក្រដូចជាអ្នកទេបងមួនទៅពូកែរកស៊ីហើយឆ្លាតជាង អ្នកពិតជាបានក្បត់ខ្ញុំយូរហើយមែនទេតើអ្នកពិតជាអាចឆៃសាច់ប្តីខ្លួនឯងកើតដែរមែនទេ រីកណាស់នាងចំបៃឆៃសាច់ប្តីឯងកាលពីព្រេងនេះមានប្តីប្រពន្ធពីរនាក់ជាអ្នកកាប់អស់លក់ថ្ងៃមួយបរោះជាប្តីនិយាយជាមួយប្រពន្ធថា អ្នកខ្ញុំគិតថាម្ដងនេះមិនទៅកាប់អស់ទេតែខ្ញុំចង់ទៅរកឈើក្អូបវិញម្ដងតើអ្នកគិតបែបណាដែរ អ្នកបើអញ្ចឹងខ្ញុំដូចជាមិនចង់ទៅទេព្រោះអ្នកមុខជាទៅឆ្ងាយណាស់ហើយប៉ិតទេ មែនហើយខ្ញុំមុខจะទៅឆ្ងាយព្រោះដើម្បីរកឈើក្អូបល្អនោះអីមិនអីទេអ្នកនៅចាំផ្ទះចុះ ចាអ្នកចាំខ្ញុំដាំបាយដាំទឹកវិជាសំណុំជូនអ្នកណា បាទអ្នកហើយអ្នកថែខ្លួនផងណាព្រោះខ្ញុំប្រហែលជាទៅយូរថ្ងៃណាស់ ចាអ្នកសុំសុខសប្បាយតាមផ្លូវ បាទអ្នក លើរៀបចំរួចរាល់ហើយនោះ
បានណាន់បានចាក់ចេញទៅឆ្ងាយដើម្បីរកឈើក្រអូបតាមការរំពឹងទុកចំណែកនាងចំបៃក៏បានដេកចាំប្តីពុំមានធ្វើការអ្វីឡើយប្តីមិននៅគ្មានអ្នកជួយដងទឹកសោះតែមិនអីទេខ្ញុំទៅជីកល្មៀតមកបិទមុខវិញនាងចំបៃតែងកាយរៀបចំខ្លួនរាល់ថ្ងៃតាមទម្លាប់របស់នាងចំណែកបានណាន់វិញក៏បានទៅដល់កន្លែងមួយនៅក្នុងព្រៃហើយដូចជាឃ្លានណាស់គិតរកកន្លែងសម្រាកឆៃអាហារសិនអូឈប់សិនទីនេះដូចជាមានដានជើងអណ្ដើកគិតរកមើលសិនបើសិនជាបានច្បាស់ជាឆ្ងាញ់មាត់មិនខានទេខ្ញុំបានណាន់ដើររកចុះឡើងលុះមួយសន្ទុះក្រោយមកគាត់ពុំបានឃើញអណ្ដើកទេតែគាត់ក៏បានឃើញពងអណ្ដើកមួយសម្បុកនៅក្រោមកំពតព្រៃតែម្ដងទំនងណាស់តើពងអណ្ដើកល្អមិនបានមេវាក៏ហីចុះខ្ញុំយកពងមកស្ងោក៏មានជាតិដូចគ្នាដែរនិយាយបែបនេះហើយបានណាន់បានយកពងអណ្ដើកមួយចំនួននោះទៅស្ងោររហូតដល់ឆ្អិននិងបានឆៃពិសាយ៉ាងស្កប់ស្កល់ទៀតផងឆ្អែតខ្លាំងណាស់គិតរកកន្លែងសម្រាកសិនបានណាន់ឆ្អែតក៏ឆ្អែតងងុយក៏ងងុយហេតុនេះគាត់ក៏បានលងលក់ក្នុងគ្រានោះទៅរីឯមេអណ្ដើកវិញក្រោយបាត់ពងក៏កាត់ក្តីសោកសៅជាខ្លាំងអោលោកអើយលោកតើអ្នកណាគេមកយកកូនខ្ញុំទៅតើអ្នកនោះមិនអាណិតចិត្តជាម្ដាយទេមែនទេអណ្ដើកយំសោកបោកកាយឈឺចាប់ណាស់លោកបានមួយសន្ទុះវាក៏បានសម្រេចចិត្តថាបំដាច់ថាបាត់កូនអស់បែបនេះខ្ញុំនឹងតតាំងនឹងអ្នកនោះដល់ជីវិតចុងក្រោយទៅចោះនិយាយទាំងកំហឹងបែបនេះហើយអណ្ដើកវាក៏បានវាកើមរហូតទៅដល់កន្លែងដែលបានណាន់កំពុងតែសម្រាតាមពិតគឺជាបរោះនោះសោះអាក្រក់ណាស់ចាំមើលចោះយើងនឹងសងសឹកឯងឲ្យតតែងាប់តែម្ដងមិនចឹងទេអណ្ដើកមិនតាន់បានសងសឹកផងបានណាន់ក៏បានភ្ញាក់នឹងបានឃើញអណ្ដើកដូចគ្នាអូហូមុននេះខ្ញុំខំរកឯងណាស់តែពេលនេះបែរជាមករកខ្ញុំតែម្ដងណោះមកអញ្ចឹងល្អហើយខ្ញុំនឹងយកឯងទៅជាមួយចុះតើឯងនឹងយកខ្ញុំទៅណាមនុស្សអាក្រក់ថ្ងៃកាន់តែខ្ពស់ពស់ក៏កាន់តែហេវខ្ញុំចងខ្សែឯងទុកសិនចុះលុះឃ្លានកាលណាសឹមចំអិនឯងក៏បានដែរព្រះអើយឯងពិតជាមនុស្សអាក្រក់មែនអាក្រក់ណាស់បានណាន់បានចងខ្សែអណ្ដើកទៅជាមួយចំណែកអណ្ដើកយំមិនឈប់សោះឡើយព្រោះមិនអាចធ្វើអ្វីបាននោះទេតើមានអ្វីដែលឈឺចាប់ជាងការដែលមិនអាចធ្វើអ្វីសត្រូវយើងបានខណៈពេលដែលយើងតូចទាបទន់ខ្សោយជាងនោះដំណើរកាន់តែឆ្ងាយពូបានណាន់ក៏ហេវជាថ្មីហើយគាត់ក៏បានសម្លាប់អណ្ដើកភ្លាមតែម្ដងសូមទោសផងណាខ្ញុំឃ្លានហើយសូមឯងកុំបន្ទោសខ្ញុំអីសង្ឃឹមថាឯងនឹងទៅកើតទីដែលល្អផងទៅចុះអណ្ដើកវិញមុនដាច់ខ្យល់វាក៏បានដាក់បណ្ដាសាថាខ្ញុំសូមដាក់បណ្ដាសាតែមិនអីខ្ញុំមិនអាចធ្វើអ្វីក្រៅពីនេះទេខ្ញុំសូមឲ្យបរោះនេះប្រែជាអណ្ដើកដូចជាខ្ញុំវិញផងទៅចោះពតដាក់បណ្ដាសាហើយអណ្ដើកបានងាប់បាត់ទៅចំណែកបានណាន់វិញនោះក្រោយឆៃរួចក៏មានអាការៈចម្លែកកាត់ឡើងភ្លាមមួយរំពេហាតើមានរឿងអីចេះខ្ញុំដូចជាមិនអាចកម្រើកបានលះលហួនសោះអាយុអូយស្ពឹកដៃណាស់បណ្ដាសាពិតជាបានកាត់ឡើងមែនមើលចោះបានណាន់បានប្រែជាអណ្ដើកនាពេលនោះទៅហើយតើមានរឿងអីហ្នឹងមិនក៏ខ្ញុំខ្លាចជាអណ្ដើកបែបនេះតែនេះជាកម្មដែលខ្ញុំសម្លាប់គ្រួសារអណ្ដើកមែនទេក្នុងគ្រានោះរុក្ខទេវតាមួយអង្គបានបង្ហាញប្រកាយចេញមកនិងមានបន្ទូលថានេះជាបណ្ដាសាចូលនាយរស់ជាសត្វអណ្ដើកតទៅទៀតចុះលោករុក្ខទេវតាទូមង្គមមិនយល់ទេគ្រាន់តែឆៃសាច់អណ្ដើកសោះមិនក៏ប្រែជាបែបនេះចុះអ្នកភូមិអ្នកស្រុកគេឆៃអណ្ដើកហេតុអីក៏មិនទទួលរឿងដូចទូមង្គមដែរព្រោះនេះបូកផ្សំនឹងកម្មពីនេះដែលត្រូវសងលុះអ្នកសងអស់ជីវិតនឹងបានល្អវិញហើយ
បានន័យតែកម្មតែងតែបោកផ្សំលេខគ្នាលុះពេលវេលាមកដល់ក៏ត្រូវសងពិតមែនទេក្រាបទូលពិតមែនហើយមនុស្សសាងបាបនឹងមានកម្មហើយកម្មនឹងសងទៅតាមដំណើរតាមពេលវេលាគ្មានអ្នកណាអាចគេចផុតបានទេទូលបង្គំយល់ហើយតែថាតែរឿងនេះទូលបង្គំនឹងคล้ายជាអណ្ដើករហូតពិតមែនទេក្រាបទូលយើងមិនអាចប្រាប់អ្នកបានទេតែអ្នកក៏មានបុណ្យដូច្នេះអ្នកអាចคล้ายទៅជាមនុស្សនៅពេលយប់ចំណែកពេលថ្ងៃគឺជាអណ្ដើកបែបនេះហើយក្រាបទូលបែបនេះក៏ល្អដែរទូលបង្គំសូមអរគុណណាស់រុក្ខទេវតាពលមានបន្ទូលចប់ហើយទ្រង់ក៏បានបំបាំងកាយចេញបាត់ទៅចំណែកបាណានវិញនោះក៏វាកើមសំដៅទៅកាន់ផ្ទះវិញនៅតាមផ្លូវច្រកប្រອບមាត់ព្រៃមិនដឹងថាប្រើពេលវេលាប្រហែលថ្ងៃទើបដល់ផ្ទះវិញទេខ្ញុំហើយខ្ញុំមិនគួរណាមានកម្មយ៉ាងនេះសោះនាពេលមួយនោះដែរអណ្ដើកបាណានក៏បានសម្គាល់ឃើញថាមានមនុស្សម្នាក់កំពុងតែដើរមកហើយទីនេះមានមនុស្សមកហើយឬមួយក៏មានន័យថាខ្ញុំចិត្តដល់ផ្ទះអ្នកស្រុកហើយបើបានអញ្ចឹងមែនពិតជាប្រសើរណាស់មានអណ្ដើកធំណាស់អ្នកនាងតើអ្នកនាងនឹងសម្លាប់ខ្ញុំដែរទេអ្នកណាគេកំពុងតែនិយាយនឹងគឺខ្ញុំជាអណ្ដើកកំពុងតែនិយាយនេះហើយអ្នកនាងកុំភ្ញាក់ផ្អើលអីណាតាមពិតគឺជាអណ្ដើកសោះបានជាអណ្ដើកនិយាយបែបនេះទៅហើយនោះខ្ញុំអត់ខ្លាចទេមើលចោះស្នុកឯងស្អាតណាស់បានអ្នកនាងអរគុណណាស់អណ្ដើកតើវាទៅណាមកណាដែរបានជាមកដល់ទីនេះគ្រោះថ្នាក់ណាស់អញគួរទៅវិញទៅអត់ទេខ្ញុំមិនខ្លាចទេហើយពេលនេះដែរខ្ញុំកំពុងចូលទៅក្នុងភូមិហ្នឹងណាមិនក៏ចូលភូមិបែបនេះទីនោះអ្នកស្រុកគេអាចសម្លាប់ឯងជាអាហារបានណាខ្ញុំគិតតែគ្មានអ្នកណាសម្លាប់ខ្ញុំទេព្រោះអ្នកនាងក៏ជាមនុស្សហើយអ្នកនាងក៏មិនសម្លាប់ខ្ញុំផងហ្នឹងមិនមែនអញ្ចឹងទេខ្ញុំមិនសម្លាប់អណ្ដើកព្រោះយល់ថាអាណិតប៉ុណ្ណោះចំណែកអ្នកស្រុកវិញនោះមិនប្រកាសថាអាណិតឯងដូចជាខ្ញុំទេណាបានអរគុណហើយណែនិយាយអញ្ចឹងអ្នកនាងតើភូមិនៅជិតនេះដែរទេអត់ទេអណ្ដើកវានៅឆ្ងាយពេកណាស់មែនណាខ្ញុំស្មានតែបានជួបមនុស្សនឹកគិតថាជិតដល់ភូមិហើយតាតាមពិតគិតច្រឡំសោះអត់ទេខ្ញុំមកជាមួយពុករបស់ខ្ញុំដើម្បីដកផ្កាចូលទៅដាំនៅឯផ្ទះផ្លូវចូលភូមិនៅឆ្ងាយខ្លាំងណាស់តាមពិតគឺបែបនេះទេខ្ញុំយល់ហើយអណ្ដើកនិយាយអញ្ចឹងតើមានរឿងអ្វីទៅមិនបានជាអណ្ដើកអាចនិយាយបានបែបនេះវាគឺជារឿងចម្លែកណាស់គឺមានរឿងវែងឆ្ងាយណាស់បើសិនជាមានពេលខ្ញុំនឹងនិយាយប្រាប់អ្នកនាងចុះចាបានអត់ត្រូវហើយពុកខ្ញុំមកដល់ឥឡូវហើយអញទៅចុះបើពុកខ្ញុំបានឃើញណាពុកអាចនឹងយកឯងជាអាហារក៏ថាបានលាហើយណាអ្នកនាងជួបគ្នាលើក្រោយទៀតចាសង្ឃឹមថាពួកយើងបានជួបគ្នាម្ដងទៀតចាជួបគ្នាលើកនេះពួកគេមិនបានជួបគ្នាទៀតទេចំណែកបាណន់ក៏បានធ្វើដំណើរអស់ពេលយ៉ាងយូរតែពុំបានដល់ផ្ទះសោះឡើយហេតុនេះគាត់ក៏បានគិតជាថ្មីថាមកដល់ពេលនេះគឺហត់ណាស់តែថាខ្ញុំក៏ចិត្តដល់ផ្ទះដែរមិនអីទេខ្ញុំមិនសម្រាកទេខ្ញុំគួរទៅផ្ទះទាំងរូបកាយជាអណ្ដើកនេះទៅចុះកថៃបាណន់ក៏តែងតែសម្រាកនៅពេលថ្ងៃលឺជប់ឡើងរូបរាងកាយរបស់គេប្រែជាមនុស្សហើយគាត់ក៏បានធ្វើដំណើរយ៉ាងលឿនតែម្ដងមើលទៅខ្ញុំមិនងាយទៅដល់ទេព្រោះជាអណ្ដើកវាយឺតពេកណាស់បើបែបនោះខ្ញុំគួរតែសម្រាកនៅពេលថ្ងៃនិងធ្វើដំណើរនៅពេលយប់ទៅចុះការធ្វើដំណើរដ៏យូរគួរសមអណ្ដើកបានទៅដល់ផ្ទះនាពេលរសៀលជ្រាលជ្រៅហើយគាត់ក៏បានស្រែកហៅប្រពន្ធរបស់គាត់ថាអ្នកខ្ញុំមកវិញហើយក្នុងពេលនោះដែរនាងចំបៃក៏បានឮសំឡេងប្តីនាងភ័យណាស់ព្រោះពេលនេះនាងកំពុងតែដេកជាមួយសហាយនោះអីអើយព្រះអើយប្តីមកហើយអើយបុកពោះណាបងចង់ទៅតាមផ្លូវនេះចោះទិញប្តីខ្ញុំឃើញណា
តាមនាងតិចធ្លាក់បាក់កទៅអូន វាមិនស្លាប់ទេបងដែលស្លាប់នោះគឺប្តីខ្ញុំឃើញថាពួកយើងជាសហ័យនឹងគ្នាណាដឹងដែរទេឆាប់ទៅ បាទអូនមកថើបមួយទៀតមក ឆាប់ទៅកុំនៅតបែពេកទៅលឿនឡើងទៅរៀបរាប់រួចហើយនីមួនបានកិច្ចផុតទៅហើយនាងចំបៃក៏បានដើរចេញមកនិងបានសម្ដែងធ្វើជានិយាយថាអ្នកអើយតើអ្នកនៅឯណាទៅខ្ញុំរវល់តែដេកប៉ាក់នឹងណាអ្នកនៅទីណានឹងស្អីគេមិនក៏ស្ងាត់ឆឹងអញ្ចឹងខ្មោចលងទេដឹង អ្នកខ្ញុំនៅទីនេះខ្ញុំមិនមែនជាខ្មោចទេ អណ្ដើកអើយគឺអណ្ដើកតាតើនេះអណ្ដើកជាអ្នកនិយាយមែនទេ បានខ្ញុំជាប់បណ្ដាសាពេលនេះខ្ញុំខ្លាចជាអណ្ដើកសូមអ្នកជួយយកខ្ញុំទៅក្នុងផ្ទះផងទៅ អត់ទេអ្នកជាអណ្ដើកបិសាចទេដឹងខ្ញុំមិនជឿទេ ស្ដាប់ខ្ញុំណាចាំខ្ញុំប្រាប់រឿងរ៉ាវដែលបានកើតឡើងទាំងអស់ឥឡូវនេះជួយយកខ្ញុំចូលទៅក្នុងផ្ទះផងទៅខ្ញុំហត់ណាស់ អណ្ដើកបានពោលរៀបរាប់រឿងរ៉ាវទាំងអស់នោះលឺនាងចំបៃស្ដាប់ហើយនាងក៏បានជឿរួចបាននិយាយថាខ្ញុំអាណិតអ្នកណាមិនសមណាអ្នកខ្លាចជាអណ្ដើកបែបនេះសោះអើយ កុំយំអីខ្ញុំមកវិញហើយតា ចាប៉ាត់ហើយទោះបីជាអ្នកជាអណ្ដើកនាពេលថ្ងៃតែយ៉ាងណាអ្នកក៏បានខ្លាចជាមនុស្សនាពេលយប់ដែរ បាទអ្នក សង្ឃឹមថាអ្នកនឹងផុតបណ្ដាសាក្នុងពេលឆាប់នេះផងទៅចោះមកខ្ញុំយកអ្នកទៅដាក់ក្នុងពាងសិនណា អ្នកបើដាក់ខ្ញុំក្នុងពាងខ្ញុំគ្មានសេរីភាពទេ មិនអីទេនៅក្រៅខ្ញុំខ្លាចគេយកអ្នកទៅធ្វើម្ហូបនឹងណាបើបែបនោះមែនខ្ញុំមិនវេទនាដោយសារបាត់បង់មនុស្សជាទីស្រឡាញ់ទៅហើយទេអី បាទអ្នកនិយាយត្រូវហើយអ្នកពិតជាល្អមែន ចាអ្នកថ្ងៃនោះនាងចំបៃបានទុកអណ្ដើកក្នុងពាងរួចរាល់លុះចប់ការហើយនាងក៏បានប្រញាប់ទៅរកសហាយតែម្ដងនៅតាមផ្លូវព្រះអើយបានជួបបងនៅទីនេះល្អហើយ យ៉ាងម៉េចហ្នឹងអូនឯងអត់ខ្លាចប្តីអូនឯងដឹងរឿងយើងទេអី មិនអីទេប្តីអូនពេលនេះមានរូបរាងជាអណ្ដើកទេណាបងកុំបារម្ភអីបងមួនជួនបេះដូងនៃអូន ថាម៉េចជាអណ្ដើកមែនទេតើមានរឿងអញ្ចឹងផងមែនទេអូនឯងនិយាយកំ pl ែងលេងទេដឹងហ្នឹងហ៎ ប៉ាត់ហើយរឿងគឺវាបែបនេះគាត់ចាប់បណ្ដាសាកម្មពីពេលថ្ងៃមានរូបរាងជាអណ្ដើកលុះពេលយប់កាលណានោះទៅខ្លាយជាមនុស្សវិញ មានន័យថាខ្លាយជាមនុស្សពេលយប់លុះពេលថ្ងៃជាអណ្ដើកមែនទេបើបែបនោះពួកយើងនៅតែអាចជួបគ្នាបានពេលថ្ងៃមែនទេ ចាប៉ាត់ហើយបងពេលនេះអូនទៅវិញហើយណាហើយពេលរសៀលបងចង់មកជួបក៏មករកអូនចោះព្រោះអូនដាក់អណ្ដើកក្នុងពាងវាមិនដឹងអីនោះទេ បានអូនស្អែកបងទៅលេងអូនប្រកាសណាស់តែថាអូនណាថ្ងៃនេះបងគ្មានប្រាក់ស្រង់ដើមទេអូនឯងអាចឲ្យខ្សែកនេះមកបងបានទេ អូយបងនេះចាំមែនចង់ជៀនថ្ងៃមុននោះ បងសំទុករកស៊ីហើយ អូយបងប៉ាត់ជាបកាយសន្សំបកាយរោមែនកុំថាឡើយខ្សែកមាសប្រាក់អូនទុកចិត្តលើការរស់ស៊ីរបស់បងហើយ បានអូនបើអញ្ចឹងឲ្យមក ចាណែយកចោះហើយបើរស់ស៊ីចំណេញណាឬក៏ស្រង់ដើមលេងឈ្នះនោះចៃអូនផងណាបង បានអូនរឿងនេះក៏វាប្រកាសណាស់ពៅមាស នាងចំបៃពីពេលនោះមកនៅពេលថ្ងៃត្រង់នៅតែលួចជួបគ្នាដដែលហើយនាងមិនក្រែងចិត្តប្តីទេព្រោះនាងគិតថាប្តីរបស់ខ្លួនជាអណ្ដើកមិនដឹងអ្វីទេចុះពេលរាត្រីវិញនោះនាពេលរាត្រីមួយនៅក្នុងផ្ទះបានណន់មើលចាស់បងប៉ាត់ជាខ្លាចជាមនុស្សមែនអូនខំតែភ័យ បាទអ្នកនិយាយអញ្ចឹងខ្ញុំមានអារម្មណ៍ថាផ្ទះយើងដូចជាបាត់សម្ភារៈច្រើនណាស់ លឺបែបនេះហើយនាងចំបៃស្រាប់តែមាយាធ្វើពុតជាកំសត់ព្រោះខ្លាចប្តីដឹងថានាងយកទៅផ្គប់ចិត្តសហាយរួចបាននិយាយឡើងមកថា
ចាបងមិនត្រឹមតែសម្ភារៈទេមាសប្រាក់ដែលសន្សំនោះអូនក៏ចាយអស់ដែរបងដឹងទេពេលបងមិននៅនោះអូនពិបាកចិត្តណាស់ ហើយជៀនខ្សែកអ្នកក៏មិនឃើញពាក់ទៀតអ្នកកុំយំអីណាយ៉ាងហោចណាស់ខ្ញុំខ្លាចជាមនុស្សនៅពេលយប់ដែរចាំខ្ញុំធ្វើការដាំបន្លែពុះអស់ឲ្យអ្នកចុះ មែនទេប្រសើរណាស់បើបែបនោះខ្ញុំមានប្រាក់ចាយវិញហើយចាអ្នក បាទខ្ញុំទៅធ្វើឥឡូវនេះហើយណាព្រឹកស្អែកអ្នកយកអស់ទៅលក់ទៅ បាននន់តែងតែធ្វើការពេលយប់លុះពេលថ្ងៃខ្លាចជាអណ្ដើកក៏បានសម្រាកវិញរីឯនាងចំបៃក៏តែងតែយកមាសប្រាក់ឲ្យទៅសហាយគ្រប់ពេលផងដែរនៅមុខផ្ទះនាងចំបៃ អូនណាបងធុញដល់ហើយបងមិនចង់បែកគ្នាជាមួយអូនទេ កុំនិយាយលឺពេកតិចអណ្ដើកដូចវាភ្ញាក់ណាបង តើពួកយើងនឹងរស់នៅដោយលួចលាក់អញ្ចឹងរហូតមែន តែបងហោចណាស់ណាក៏អណ្ដើកធ្វើការឲ្យពួកយើងនេះពេលយប់ដែរដឹងទេ ត្រូវហើយតែថាបងចង់រស់នៅជាមួយអូនបងមិនចង់លួចលាក់អញ្ចឹងទេម្យ៉ាងទៀតវាក៏មិនអាចរកប្រាក់ឲ្យបងលេងល្បែងទាន់ពេលរកស៊ីសោះ កិនចេះចោះចាំអូនលក់សម្ភារៈបន្ថែមឲ្យបងណាបងកុំទះសាអី អូនសម្លាញ់ពេលនេះអូនឯងមានអីលក់ទៀតទេមាន់ក៏គ្មានទាក៏គ្មានធ្វើម្ហូបតុកទូក៏គ្មានផងហ្នឹង អញ្ចឹងបងមានមធ្យោបាយអីទៅ មានគឺមានពិតណាស់ បងនិយាយមកមើល ពេលនេះបងចង់បានសាច់អណ្ដើកឆៃបើអូនស្រឡាញ់បងអូនចំអិនវាឲ្យបងហូបមកបានទេ បងនេះកំឆោតពេកអូនពិតជាស្រឡាញ់បងណាតែអូនចង់ទុកវាឲ្យមានសាច់ថត់បន្តិចសិនទៅអូនឆៃណាដឹងទេ តែបងគិតថាពេលនេះយើងគួរតែស៊ីវាបានហើយ មែនហើយគួរទៅដល់ពេលហើយអូនទៅយកតាំងតោសិន ល្ងាចនេះយើងនឹងជប់លៀងម្ដងតើអូន ចាបងនាងចំបៃហេតុថាស្រឡាញ់នីមួនអ្វីក៏ហ៊ានធ្វើដែរមើលចោះប្តីនាងជាអណ្ដើកនាងក៏អាចឆៃបានទៀតអើយកុំបន្ទោសខ្ញុំអីណាខ្ញុំនឹងប្តីពិតជាចង់ឆៃសាច់អណ្ដើកណា អ្នកថាម៉េចមិញអ្នកមានប្តីហ៎តើគេជានរណាទៅ ខ្ញុំនិយាយការប៉ັດចោះខ្ញុំមិនស្រឡាញ់ប្តីល្ងងប្តីក្រដូចជាអ្នកទេបងមួនទៅពូកែរកស៊ីហើយឆ្លាតជាង ពុទ្ធោអ្នកពិតជាមិនស្មោះត្រង់សោះ បិទមាត់ទៅ តើអ្នកចង់ធ្វើអីហ្នឹង គឺស្រស់ដាក់ឆៃនឹងណាបានហើយកុំបារម្ភអីខ្ញុំស្ងោរឯងក្នុងទឹកពុះនោះតែមួយផ្លេតនឹងងាប់ហើយមិនឈឺចាប់យូរទេ អ្នកពិតជាបានក្បត់ខ្ញុំយូរហើយមែនទេតើអ្នកពិតជាអាចឆៃសាច់ប្តីខ្លួនឯងកើតដែរមែនទេ អ្នកណាគេយន់ដើកជាប្តីនោះមានតែមនុស្សឈួតទេផ្ទុយទៅវិញសាច់ដើកវាឆ្ងាញ់ពេកណា ពុទ្ធោអើយ នាងចំបៃពិតជាយកអណ្ដើកជាប្តីស្រស់តល់តែឆ្អិនរួចក៏បានឆៃយ៉ាងរីករាយចំណែកនីមួនក៏បានយកខ្លះទៅផ្ទះរបស់គេតើបងទៅណាអណ្ដើកវាងាប់ហើយណាពួកយើងឯងរស់នៅជាមួយគ្នាហើយណាបង បងមកវិញឥឡូវហើយអូនចាំបងបន្តិចណា នាងមួនពលចប់ហើយក៏បានចាក់ចេញទៅចំណែកនាងចំបៃហាក់មានក្តីសង្ស័យរឿងមួយនោះដូច្នេះនាងក៏បានទៅតាមរហូតបានឃើញថានៅចាស់ទឹកអើ អ្នកនាងដួងច័ន្ទព្រមស្រឡាញ់ខ្ញុំទេពេលនេះខ្ញុំមានប្រាក់មានសាច់អណ្ដើកជូនអ្នកនាងហើយណា អត់ទេយ៉ាងណាក៏ខ្ញុំរៀបការនឹងលោកដែរខ្ញុំលះហើយណែ អ្នកនាងចំមែនវាយរឹកណាស់ណោះ នាងចំបៃឃើញបែបនេះខឹងណាស់នាងក៏បានចូលមកនឹងស្រែកឡើងថាអាមួនអាក្បត់អាពុតត្បត់ឯងបោកចូលមាសប្រាក់យើងដើម្បីសុំស្នេហ៍កូនមេភូមិសោះអាឯងនេះអាក្រក់ណាស់អើយ គឺបងអត់ទេអូនចំបៃ ខឹងណាស់អញងាប់ទៅនេះណែនាងចំបៃខឹងណាស់នាងបានចាក់នីមួននិងកំបិតរហូតដល់ស្លាប់តែម្ដង អូយនាងឯងសាហាវណាស់អូយ ឯងស្គាល់ជើងតិចពេកហើយអាមួននាងចំបៃដូចគ្នាប្រហែលជាកម្មមកដល់ហើយ
នាងស្រាប់តែដើរដួលមុតកំបិតនិងធ្លាក់ចូលទៅក្នុងទឹកហូរនាំទៅឆ្ងាយជួយផងនិយាយអំពីវិញ្ញាណរបស់បាណាន់វិញក្រោយប្រពន្ធសម្លាប់ហើយនោះក៏បានទៅដល់កន្លែងមួយនិងបានជួបនឹងរុក្ខទេវតាផងដែរ សូមថ្វាយបង្គំលោករុក្ខទេវតាល្អហើយបាណន់ឯងអស់កម្មហើយណាតើបានន័យថានេះទូលបង្គំអាចទៅកើតជាថ្មីនិងកើតជាមនុស្សវិញបានហើយមែនទេក្រាបទូលអត់ទេគឺវិញ្ញាណឯងនឹងមានរូបរាងថ្មីម្ដងទៀតនៅក្នុងពេលនេះព្រោះយើងនឹងធ្វើឲ្យឯងមានរូបរាងមានជីវិតឡើងវិញពលមានបន្ទូលហើយនោះទ្រង់ក៏បានធ្វើឲ្យបាណាន់មានជីវិតម្ដងទៀតពិតមែននេះពិតជាមានរូបរាងមែនទូលបង្គំសូមអរព្រគុណឲ្យលោករុក្ខទេវតាទៅចុះនាងដួងច័ន្ទជាគូនឹងឯងហើយពួកឯងនឹងក្លាយជាប្តីប្រពន្ធស្មោះស្ម័គ្រព្រមទាំងមានជីវភាពប្រសើរផងដែរក្រាបទូលបង្គំពិតជាមានសេចក្តីដឹងគុណជាពុនពេកណាស់ចាប់តាំងពីពេលនោះមកបាណាន់ក៏បានទៅស្ដីដណ្ដឹងនិងបានរៀបការនឹងដួងច័ន្ទព្រមទាំងរស់នៅមានជីវភាពធូរធារមានសុភមង្គលតរៀងទៅ